គ្រប់គ្រងអារម្មណ៍គន្លឹះនៃជីវិតប្រកបដោយតុល្យភាពអារម្មណ៍ដូចជារលកក្នុងមហាសមុទ្រវាមកដល់បោកបក់ហើយក៏ស្រកទៅវិញប៉ុន្តែបើយើងមិនចេះគ្រប់គ្រងទេរលកទាំងនោះអាចក្រឡាប់ទូកជីវិតយើងបានការគ្រប់គ្រងអារម្មណ៍មិនមែនមានន័យថាបង្ក្រាបឬបដិសេធអារម្មណ៍នោះទេតែគឺការទទួលស្គាល់វាយល់ពីមូលហេតុនិងជ្រើសរើសការឆ្លើយតបប្រកបដោយភាពវៃឆ្លាតទី1កុំឲ្យអារម្មណ៍បញ្ជាជីវិតអារម្មណ៍ក្តៅក្រហាយដូចជាកំហឹងការភ័យខ្លាចឬទុក្ខព្រួយច្រើនតែជំរុញឲ្យយើងធ្វើការសម្រេចចិត្តខុសឆ្គងមុននឹងឆ្លើយតបជួសសួរខ្លួនឯងថាតើខ្ញុំកំពុងប្រតិកម្មទៅនឹងអ្វីតើវាសំខាន់ប៉ុណ្ណាការផ្ដល់ពេលវេលាឲ្យខ្លួនឯងស្ងប់ស្ងាត់ត្រឹមតែដកដង្ហើមវែងៗ5ទៅ10ដងអាចផ្លាស់ប្ដូរលទ្ធផលទាំងស្រុងទី2រៀនស្ងប់ស្ងាត់មុននឹងឆ្លើយតបពេលអារម្មណ៍កំពុងខ្លាំងខួរក្បាលផ្នែក hypothalamus amygdala នឹងចូលគ្រប់គ្រងធ្វើឲ្យការគិតពិចារណាថយចុះសូមអនុវត្តការឈប់ទប់ stop s ឈប់ធ្វើអ្វីដែលកំពុងធ្វើ t ដកដង្ហើម o សង្កេតអារម្មណ៍របស់ខ្លួន p បន្តដោយប្រាជ្ញាការស្ងប់ស្ងាត់ផ្ដល់ឲ្យយើងនូវភាពច្បាស់លាស់ទី3ត្រូវចាំងថាអារម្មណ៍មិនមែនជាការពិតជានិច្ចទេអារម្មណ៍កើតចេញពីការបកស្រាយរបស់ខួរក្បាលមិនមែនជាការពិតដាច់ខាតឧទាហរណ៍អ្នកអាចមានអារម្មណ៍ថាគ្មាននរណាស្រឡាញ់ខ្ញុំប៉ុន្តែការពិតមានមនុស្សជាច្រើនខ្វល់ពីអ្នកការហ្វឹកហាត់ដឹងខ្លួន mindfulness ជួយឲ្យយើងឃើញអារម្មណ៍គ្រាន់តែជាភ្ញៀវឆ្លងកាត់មិនមែនជាម្ចាស់ផ្ទះនោះទេចាប់ផ្ដើមថ្ងៃនេះដោយកត់ត្រាអារម្មណ៍របស់អ្នកក្នុងកំណត់ហេតុប្រចាំថ្ងៃអានសៀវភៅស្ដីពីបញ្ញាអារម្មណ៍ឬអនុវត្តសមាធិ5នាទីរាល់ព្រឹកចិត្តដែលបានហ្វឹកហាត់ល្អប្រៀបដូចជាទឹកស្ងប់ស្ងាត់អាចឆ្លុះបញ្ចាំងរូបភាពបានច្បាស់លាស់អ្នកមិនអាចបញ្ឈប់រលកបានទេប៉ុន្តែអ្នកអាចរៀនជិះលើវាកុំឲ្យអារម្មណ៍បញ្ជាជីវិតអារម្មណ៍ជាផ្នែកធម្មជាតិនៃជីវិតមនុស្សប៉ុន្តែបើយើងទុកឲ្យវាដឹកនាំរាល់សកម្មភាពនោះយើងអាចនឹងប្រឈមមុខនឹងការសម្រេចចិត្តខុសឆ្គងការកុំឲ្យអារម្មណ៍បញ្ជាជីវិតមិនមែនមានន័យថាបង្ក្រាបអារម្មណ៍ទាំងស្រុងនោះទេតែគឺការរៀនសង្កេតនិងយល់ដឹងពីវាមុននឹងធ្វើការឆ្លើយតបជាដំបូងត្រូវទទួលស្គាល់ថាអារម្មណ៍កើតឡើងបានគ្រប់ពេលវេលាទាំងវិជ្ជមាននិងអវិជ្ជមានពេលមានកំហឹងយើងងាយនឹងនិយាយពាក្យឈឺចាប់ពេលភ័យខ្លាចយើងងាយបោះបង់ឱកាសល្អៗពេលសោកសៅយើងអាចមើលឃើញអ្វីៗទាំងអស់ក្នុងទិដ្ឋភាពអវិជ្ជមានប្រសិនបើយើងអនុញ្ញាតឲ្យអារម្មណ៍ទាំងនេះបញ្ជានោះយើងកំពុងប្រគល់កង់ដឹកនាំជីវិតទៅឲ្យអ្វីដែលប្រែប្រួលនិងមិនស្ថិតស្ថេរដើម្បីបញ្ឈប់បញ្ហានេះសូមចាប់ផ្ដើមពីការដកដង្ហើមជ្រៅៗនៅពេលអ្នកមានអារម្មណ៍ខ្លាំងការដកដង្ហើមយឺតរាប់1ដល់10ជួយផ្អាកការប្រញាប់ប្រញាល់ប្រតិកម្មបន្ទាប់មកសួរខ្លួនឯងថាតើអារម្មណ៍នេះកំពុងប្រាប់ខ្ញុំឲ្យធ្វើអ្វីតើការធ្វើតាមវានាំមកនូវផលប្រយោជន៍ឬផលប៉ះពាល់ចម្លើយភាគច្រើនគឺថាការបណ្ដោយតាមអារម្មណ៍បណ្ដោះអាសន្នច្រើនតែនាំឲ្យខូចចំណងទំនាក់ទំនងនិងការសោកស្ដាយពេលក្រោយឧបករណ៍ដ៏មានឥទ្ធិពលមួយទៀតគឺការផ្លាស់ប្ដូរទស្សនៈជំនួសឲ្យការគិតថាខ្ញុំខឹងណាស់ត្រូវតែស្រែកដាក់គេសូមគិតថាខ្ញុំកំពុងមានអារម្មណ៍ខឹងប៉ុន្តែខ្ញុំជ្រើសរើសនៅស្ងៀមហើយដោះស្រាយក្រោយពេលស្ងប់ការផ្ដាច់អត្តសញ្ញាណចេញពីអារម្មណ៍ធ្វើឲ្យយើងក្លាយជាអ្នកសង្កេតការណ៍មិនមែនជាអ្នកដើរតួដែលអស់សង្ឃឹមចំណុចសំខាន់បំផុតគឺត្រូវហ្វឹកហាត់ជាប្រចាំចាប់ផ្ដើមពីរឿងតូចតាចក្នុងជីវិតប្រចាំថ្ងៃដូចជាពេលជាប់គាំងចរាចរណ៍ឬពេលនរណាម្នាក់និយាយរំខានអនុវត្តការឈប់គិតមួយផ្លែតមុននឹងឆ្លើយតបកាលណាអ្នកធ្វើបានញឹកញាប់ខួរក្បាលនឹងបង្កើតទម្លាប់ថ្មីធ្វើឲ្យការមិនឲ្យអារម្មណ៍បញ្ជាคล้ายជាសភាវគតិទី2សូមចងចាំថាអ្នកគឺជាម្ចាស់អារម្មណ៍មិនមែនអារម្មណ៍ជាម្ចាស់អ្នកឡើយចិត្តដែលមានវិន័យអាចស្ងប់ក្នុងព្យុះនិងឃើញផ្លូវត្រូវនៅពេលអ្នកដទៃកំពុងងងឹតមុខចូលចាប់ផ្ដើមថ្ងៃនេះដោយបដិញ្ញាថានឹងមិនប្រគល់ជីវិតរបស់អ្នកទៅឲ្យអារម្មណ៍បណ្ដោះអាសន្នឡើយរៀនស្ងប់ស្ងាត់មុននឹងឆ្លើយតបក្នុងជីវិតប្រចាំថ្ងៃយើងតែងតែជួបប្រទះនឹងស្ថានភាពដែលអារម្មណ៍ក្តៅក្រហាយឡើងយ៉ាងលឿន
ពេលនោះប្រសិនបើយើងមិនចេះស្ងប់ស្ងាត់ទេយើងងាយនឹងឆ្លើយតបទៅវិញភ្លាមដោយមិនបានគិតពិចារណាការរៀនស្ងប់ស្ងាត់មុននឹងឆ្លើយតបគឺជាជំនាញសំខាន់មួយដែលជួយការពារទំនាក់ទំនងនិងការសម្រេចចិត្តខុសឆ្គងតើធ្វើដូចម្តេចដើម្បីស្ងប់ស្ងាត់វិធីសាមញ្ញបំផុតគឺការដកដង្ហើមជ្រៅៗពេលអ្នកមានអារម្មណ៍ខឹងឬតានតឹងសូមឈប់ធ្វើអ្វីដែលកំពុងធ្វើហើយដកដង្ហើមចូលយឺតតាមច្រមុះដោយរាប់1ដល់4បន្ទាប់មកសង្កត់ដង្ហើម4វិនាទីរួចដកដង្ហើមចូលយឺតតាមមាត់រាប់1ដល់6ធ្វើបែបនេះចំនួន5ទៅ10ដងអ្នកនឹងឃើញថាចង្វាក់បេះដូងថយចុះហើយគំនិតកាន់តែច្បាស់លាស់បច្ចេកទេសមួយទៀតគឺច្បាប់10វិនាទីមុននឹងឆ្លើយតបអ្វីមួយចូលផ្អាកសិល្បៈ10វិនាទីក្នុងអំឡុងពេលនោះសូមសួរខ្លួនឯងថាតើអ្វីជាគោលដៅរបស់ខ្ញុំនៅទីនេះតើការឆ្លើយតបភ្លាមនឹងជួយឬបង្កគ្រោះថ្នាក់ការផ្អាកត្រឹមតែ 2-3 វិនាទីអាចផ្លាស់ប្ដូរលទ្ធផលទាំងស្រុងការស្ងប់ស្ងាត់មិនមែនជាការទន់ខ្សោយទេផ្ទុយទៅវិញវាបង្ហាញពីកម្លាំងចិត្តនិងភាពចាស់ទុំមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានគឺជាមនុស្សដែលគេគោរពសូមសាកល្បងអនុវត្តនៅពេលក្រោយដែលអ្នកជួបបញ្ហាប្រឈមដកដង្ហើមវែងមួយផ្អាកសិល្បៈរួចទើបឆ្លើយតបអ្នកនឹងឃើញថាជីវិតកាន់តែស្ងប់សុខហើយអ្នកអាចដោះស្រាយបញ្ហាបានឆ្លាតវៃជាងមុនអារម្មណ៍មិនមែនជាការពិតជានិច្ចទេមនុស្សភាគច្រើនតែជឿថាអ្វីដែលខ្លួនកំពុងមានអារម្មណ៍នៅពេលនេះគឺជាការពិតទាំងស្រុងប្រសិនបើយើងមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃយើងជឿថាយើងគ្មានតម្លៃប្រសិនបើយើងខឹងនរណាម្នាក់យើងជឿថាមនុស្សនោះអាក្រក់មែនទែនប៉ុន្តែការពិតដ៏សំខាន់មួយគឺអារម្មណ៍មិនមែនជាការពិតជានិច្ចទេអារម្មណ៍ប្រៀបដូចជាពពកនៅលើមេឃពេលខ្លះពពកខ្មៅងងឹតគ្របដណ្ដប់ទាំងអស់ធ្វើឲ្យយើងគិតថាគ្មានពន្លឺថ្ងៃទេប៉ុន្តែតាមពិតព្រះអាទិត្យនៅតែមាននៅពីក្រោយពពកនោះអារម្មណ៍កើតចេញពីការបកស្រាយរបស់ខួរក្បាលដោយផ្អែកលើបទពិសោធន៍ចាស់ជំនឿនិងស្ថានភាពរាងកាយពេលយើងអស់កម្លាំងឃ្លានឬគេងមិនគ្រប់គ្រាន់ខួរក្បាលងាយនឹងបកស្រាយអ្វីៗតាមបែបអវិជ្ជមានឧទាហរណ៍សាមញ្ញមួយអ្នកផ្ញើសារទៅមិត្តភ័ក្តិប៉ុន្តែមិនទាន់ឆ្លើយតបអារម្មណ៍របស់អ្នកអាចប្រាប់ថាគេមិនចូលចិត្តអ្នកទេឬអ្នកធ្វើអ្វីខុសហើយប៉ុន្តែការពិតអាចគ្រាន់តែជាថ្មគេកំពុងរវល់ឬថ្មគេភ្លេចទូរស័ព្ទបើអ្នកជឿតាមអារម្មណ៍ភ្លាមអ្នកនឹងព្រួយបារម្ភឬខឹងដោយឥតប្រយោជន៍ដូច្នេះតើយើងគួរធ្វើយ៉ាងណាជំហានដំបូងគឺបំបែកអារម្មណ៍ចេញពីការពិតពេលមានអារម្មណ៍ខ្លាំងសូមនិយាយទៅកាន់ខ្លួនឯងថាខ្ញុំកំពុងមានអារម្មណ៍ថាប៉ុន្តែនេះគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះមិនមែនជាការពិតទាំងស្រុងទេការប្រើពាក្យថាខ្ញុំមានអារម្មណ៍ថាជំនួសឲ្យខ្ញុំដឹងថាជួយឲ្យយើងមើលឃើញចម្ងាយរវាងអារម្មណ៍និងការពិតជំហានទី2គឺប្រមូលភស្តុតាងសួរខ្លួនឯងថាតើមានភស្តុតាងអ្វីខ្លះដែលបញ្ជាក់ថាអារម្មណ៍នេះជាការពិតហើយតើមានភស្តុតាងអ្វីខ្លះដែលប្រឆាំងជាញឹកញាប់អ្នកនឹងឃើញថាអារម្មណ៍នោះត្រូវបានបំភ្លឺឬផ្អែកលើការសន្និដ្ឋានមិនទាន់ច្បាស់ការអនុវត្តសមាធិសង្កេតអារម្មណ៍ mindfulness ក៏ជួយបានយ៉ាងខ្លាំងគ្រាន់តែអង្គុយស្ងៀមហើយសង្កេតមើលអារម្មណ៍ដែលកំពុងហូរចូលមកដោយមិនវិនិច្ឆ័យនិងមិនប្រកាន់យកវាអ្នកនឹងឃើញថាអារម្មណ៍ទាំងអស់សុទ្ធតែកើតឡើងស្ថិតនៅមួយសន្ទុះរួចក៏រលត់ទៅវិញវាដូចជារលកនៅលើផ្ទៃទឹកគ្មានរលកណាមួយនៅស្ថិតស្ថេរជារៀងរហូតឡើយសូមចងចាំថាអារម្មណ៍គឺជាអ្នកនាំសារមិនមែនជាមេបញ្ជាការវាមកប្រាប់យើងថាមានអ្វីមួយកំពុងកើតឡើងប៉ុន្តែយើងមិនចាំបាច់ត្រូវជឿវាទាំងអស់នោះទេកាលណាអ្នកចេះបំបែកអារម្មណ៍ចេញពីការពិតអ្នកនឹងមានសេរីភាពក្នុងការជ្រើសរើសឆ្លើយតបដោយប្រាជ្ញាជំនួសឲ្យការប្រតិកម្មដោយងងឹតងងុលចូលចាប់ផ្ដើមអនុវត្តនៅថ្ងៃនេះរាល់ពេលដែលអារម្មណ៍ក្តៅក្រហាយឡើងសូមឈប់ដកដង្ហើមហើយរំលឹកខ្លួនឯងថានេះគ្រាន់តែជាអារម្មណ៍វាមិនមែនជាការពិតទាំងស្រុងទេ